បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមានទូអង្គវត្ថុស័ក្តិសិទ្ធិសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនណាបាទផ្នែកតាន់ជុកមេបងប្អូនបាទប្រវត្តិបាននៅខាងទឹកដីភ្នំកវាញបងប្អូនស្រឡាញ់អាចចរចាបានបងប្អូនបាទបច្ច័យពីបានជំរាបបងប្អូនយីហោហើយអញ្ចឹងបងប្អូនណាបច្ច័យទុននេះបងប្អូនបាទទឹកដីភ្នំកវាញផ្នែកតាន់ជុកមេបងប្អូនណាខាងស្នេហ៍មេត្តាមហានិយមនិងខាងការពារខាងវិជ័យសង្គ្រាមបងប្អូនណាបាទអង្គផ្នែកកាច់បងប្អូនណាបាទប្រវត្តិបាននៅខាងទឹកដីភ្នំរីអាយុកាល50ឆ្នាំជាងបងប្អូនបាទផ្នែកបុកជាប់ដើមឈើប្រវត្តិតួអង្គនេះធ្លាប់សាក់ដាក់លើដើមឈើអត់លូតទេបងប្អូនណាជើងបងប្អូនស្រឡាញ់អាចចរចាបានតួអង្គប្រវត្តិលោកទឹកដីភ្នំរីបងប្អូនណាអង្គមហាពិសេសផ្នែកខ្មែរជើងបងប្អូនស្រឡាញ់អាចតាក់ទងបានបងប្អូនណាបាទអង្គនេះមហាពិសេសបងប្អូនបាទប្រវត្តិធ្លាប់ឆ្លងកាត់សង្គ្រាមដូចគ្នានៅលាង12បាទស្ថិតក្នុងខេត្តពោធិ៍សាត់បងប្អូនណាហើយស្នាមភ្លឺល្អនេះគឺគាត់លពូលោកអ៊ំគាត់ចងខ្សែពាក់មកណាបាទឡើងលើភ្ជីងបាទស្អាតណាស់បងប្អូនធំបងប្អូនបាទស្ទើរយើងដៃម៉ូតូមកបន្តិចបងប្អូនបាទមកក្តាប់ពេញបងប្អូនណាអញ្ចឹងបងប្អូនចង់បានផ្នែកខ្មែរសុទ្ធល្អផ្នែកកាច់របស់ពិតរបស់សុទ្ធបងប្អូនណាបាទខឹកបាក់ក្នុងគៀមហៅថាផ្នែកកាច់បាទវាក់ចិត្ត20ដងបាញ់អត់ឆេះទេបងប្អូនអង្គមហាពិសេសមានប្រវត្តិមានសាក់សីដឹងឮពិតប្រកបបាទផ្ទះលោកពូនៅខាងចិនយម07បងប្អូនណាតែប្រវត្តិទូអង្គបាននៅខាងលាអា12ចឹងបងប្អូនស្រឡាញ់អាចតាក់ទងបានពុកម៉ែបងប្អូនបាទចង្គមខ្លាធំបាទប្រវត្តិរបស់តួអង្គខាងចំការជ័យថ្មបាំងហើយវិច័យដូចបានជំរាបបងប្អូនណាបាទ3អាហារចរចាបាទអាយុកាលតួអង្គ14ឆ្នាំរបស់សុទ្ធរបស់ពិតបងប្អូនណាបាទចឹងបងប្អូនស្រឡាញ់អាចចរចាបានពុកម៉ែបងប្អូនបាទតម្លៃចរចាបាទផ្នែកខ្មែរបាទតៃសាសាច់ក្រាស់ទឹកដីភ្នំកវាញបងប្អូនណាបាទបច្ច័យដាក់ទល់ដើមបងប្អូនបាទឥឡូវសម្រាប់ថាដាក់ទល់ដើមជូនបងប្អូនបាទ320000បងប្អូនណារៀងស្ទើរបច្ច័យបងប្អូនណាបើខែភាសានេះដូចជាគាត់មែនតែនបងប្អូនបាទសេដ្ឋកិច្ចអញ្ចឹងបងប្អូនស្រឡាញ់អាចលេខលោកបានខ្នាយខ្មែរតៃសា2ហ៊ុន4 11ជាងបងប្អូនណាបាទបច្ច័យបាទ320000 free សេវាជូនបងប្អូនហើយចង្គមខ្លះខ្មុំនេះដាក់បច្ច័យជូនបងប្អូន75000បងប្អូនបាទ75000 free សេវា VIPប្រទាខ្លួនតួអង្គ2ហ៊ុន4ទៅលើក្រោម7ហ៊ុន7របស់សុទ្ធរបស់ពិតបងប្អូនណាទឹកដីភ្នំកវាញតៃសាបងប្អូនស្រឡាញ់អាចចូលសាបានពុកម៉ែបងប្អូនខ្ញុំបានចែកម្លែកក្នុងបណ្ដាញសង្គម4 account TikTok មកវាលវែង1 TikTok 2បារមីចែតាន់ Facebook 3មកវាលវែងហើយ YouTube បារមីចែតាន់ផ្នែកតាន់ស្រុកវែងខេត្តពោធិ៍សាត់រាល់ការបកស្រាយមានការចន្លោះប្រហោងប្រវត្តិរបស់តួអង្គណាមួយបងប្អូនអាចឆាតសួរឬក៏ទេមកលំអិតបងប្អូនណាទឹកដីភ្នំកវាញឆ្ការជ័យថ្មបាំងភ្នំរីលាង12បងប្អូនណាសូមអរគុណពុកម៉ែបងប្អូនសូមមានលីបបញ្ជ័យបងប្អូនស្រឡាញ់អាចតាក់ទងបានបើបងប្អូនខមមិនសួរតម្លៃអង្គខ្លះខ្ញុំបានជំរាបអង្គខ្លះក៏អត់ទាន់បានបងប្អូនអាចឆាតសួរឬទេមកបញ្ជាក់បន្ថែមបងប្អូនណាសូមអរគុណពុកម៉ែបងប្អូនលឺដល់ណាផ្ញើចំណឹកដល់នឹងសូមមានលីបបញ្ជ័យ